ចាសសូមជម្រាបសួរសាជាថ្មីមិញជួយបង្រៀនពីរបៀបផ្ទេរប្រាក់ទៅក្រៅប្រទេសហើយកុំទៅបាយភ្លេចថានៅមានការផ្ទេរប្រាក់នៅក្នុងប្រទេសកូរ៉េមួយទៀតចាអញ្ចឹងជួបគ្នាសាជាថ្មីម្ដងទៀតណាចាឥឡូវនេះខ្ញុំនឹងបង្កើតជាវីដេអូទី2បង្រៀនអំពីរបៀបផ្ទេរប្រាក់នៅក្នុងប្រទេសកូរ៉េកម្មពិតហ្នឹងក៏មិនពិបាកមិនខុសគ្នាប្រហែលដែរប៉ុន្តែការផ្ទេរចេញទៅក្រៅប្រទេសគឺយើងមានភ្ជាប់លេខកុងស្រាប់ប៉ុន្តែពេលដែលយើងផ្ទេរក្នុងប្រទេសកូរ៉េហ្នឹងគឺយើងមិនបានភ្ជាប់លេខកុងទេគឺយើងត្រូវជ្រើសរើសឈ្មោះធនាគារហើយនឹងវាយបញ្ចូលលេខកុងដែលយើងត្រូវផ្ទេរទៅឲ្យគេប៉ុណ្ណោះចាអញ្ចឹងយើងត្រូវធ្វើការចាក់សោចូលតាមសោសុវត្ថិភាពអេឡិចត្រូនិកដែរចាដូចគ្នាធ្វើរបៀបធ្វើក៏ដូចគ្នាពីរបៀបផ្ទេរប្រាក់ទៅក្រៅប្រទេសដែរអត់ទៅអញ្ចឹងទូរស័ព្ទក្តៅមើលទៅសូមមេត្តាឆ្លើយតបមកផងទូរស័ព្ទ error បានធ្វើម៉េចទៅខូចទូរស័ព្ទនេះបាត់ហើយអូខេម្ដងទៀតចុចទៅលើបញ្ជីសាលសុវត្ថិភាពហើយវាបញ្ចូលលេខសម្ងាត់ចូលរួចចុចសញ្ញា hack in ស្មានតែ error ម្ដងទៀតបោកទូរស័ព្ទចោលឈប់ធ្វើតែម្ដងចាអញ្ចឹងពេលដែលយើងចាក់សោចូលមកហើយយើងត្រូវចុចសញ្ញាផ្ទេរប្រាក់ចាបន្តមកទៀតចុចសញ្ញាផ្ទេរប្រាក់ម្ដងទៀតចាបន្តមកទៀតលេខកុងធនាគារណានឹងលោកចេញមកស្រាប់អញ្ចឹងយើងមិនបាច់ចាំប៉ះពាល់ទេយើងត្រូវលេខសម្ងាត់ហ្នឹងយើងដាក់លេខសម្ងាត់4ខ្ទង់របស់យើងចារួចចុចសញ្ញា hack in ខាងចំនួនទឹកប្រាក់ដែលត្រូវផ្ទេរដែលយើងត្រូវដាក់ជាលុយវិនដែលយើងចង់ផ្ទេរចេញទៅបើថា 10000 យើងដាក់0.4 ដងអូខេហើយបន្តមកទៀតធនាគារដែលផ្ទេរទៅអញ្ចឹងយើងត្រូវបើធនាគារណាដូចគ្នាយើងមិនបាច់ចាំជ្រើសរើសឈ្មោះធនាគារក៏បានប៉ុន្តែបើយើងត្រូវផ្ទេរទៅធនាគារផ្សេងយើងចុចលើសញ្ញាព្រួយនេះមកគឺយើងអាចឃើញឈ្មោះធនាគារដែលយើងត្រូវផ្ទេរទៅជ្រើសរើសទៅបានណាចាមានធនាគារ Uri, Shinhan ក៏មានផ្សេងៗទាំងអស់នៃធនាគារដែលនៅក្នុងប្រទេសកូរ៉េក៏មានទាំងអស់ចាហើយភាគច្រើនធនាគារនងហឹបអ្នកខ្លះគាត់ការបកប្រែជាភាសាអង់គ្លេសខុសគ្នាអញ្ចឹងធនាគារនងហឹបហ្នឹងគឺនៅជួរទី4រាប់ពីលើមកជួរទី4 1 2 3 4ចាជួរទី4ក្រោមធនាគារ KB ហ្នឹងគឺជាធនាគារនងហឹបឯងមិនមែននៅខាងក្រោមដែលផ្ដើមដោយអក្សរXN អញ្ចឹង NH អញ្ចឹងខ្ញុំហត់ភ្លេចបាត់ហើយអត់ធ្វើប្រកែអង់គ្លេសអត់ចាំចាអញ្ចឹងបើអ្នកផ្ទេរទៅធនាគារនងហឹបត្រូវជ្រើសរើសជួរទី4ហ្នឹងទៅបានអត់អីណាចាបើជ្រើសរើសកន្លែងផ្សេងឈ្មោះធនាគារខុសអញ្ចឹងផ្ទេរអត់ចាញ់ទេចាភាគច្រើនអតិថិជនដែលគាត់ខលមកសួរខ្ញុំគឺជ្រើសរើសឈ្មោះធនាគារខុសធនាគារនងហឹបផ្ទេរចេញផ្ទេរអត់ចាញ់ទេចាប៉ុន្តែឥឡូវនេះការសាកល្បងរបស់ខ្ញុំនឹងផ្ទេរទៅធនាគារ KB ចាគូមីនអញ្ចឹងជ្រើសរើសឈ្មោះធនាគារហើយចុចសញ្ញា value ចាខាងក្រោមនេះដាក់លេខកុងធនាគារដែលយើងត្រូវផ្ទេរទៅអញ្ចឹងរបស់ខ្ញុំធនាគារគូមីនខ្ញុំត្រូវដាក់កុងធនាគារគូមីននឹងលេខកុងរបស់ខ្ញុំចាត្រូវការផ្ទេរលុយមកឲ្យអី thank you និយាយលេងទៅណាចាបន្តមកទៀតចុចសញ្ញាបន្ទាប់ទៀតកន្លែងនេះគេដាក់កុងធនាគារផ្ទេរទៅក្នុងរយៈពេលថ្មីហើយកន្លែងសញ្ញាផ្កាយនេះកុងធនាគារដែលឧស្សាហ៍ប្រើប្រាស់ពេលដែលយើងប្រើប្រាស់ដូចថាយើងចុចផ្ញើម្ដងអញ្ចឹងពេលដែលយើងចុចកត់នៅក្នុងហ្នឹងគឺយើងថ្ងៃក្រោយពេលដែលយើងផ្ទេរទៅអ្នកដដែលគឺយើងចុចនៅលើលេខកុងហ្នឹងទៅវាចេញមកស្រាប់ហើយយើងគ្រាន់តែចុចលើលេខកុងហ្នឹងទៅវាលោតមកខ្លួនឯងហ្មងយើងមិនបាច់ចាំវាយបញ្ចូលតាមក្រោយអញ្ចឹងទៀតទេហើយពេលយើងដាក់ចូលក្នុងនេះហ្មងពេលដែលយើងប្រើប្រាស់គឺយើងចូលទៅក្នុងទៅលេខកុងគឺយើងកត់ទុកនៅក្នុងនឹងស្រាប់តែហ្មងចាចុច
ចុចសញ្ញាបន្តទៀតចុចសញ្ញាបន្តទៀតហើយនេះចេញចំនួនទឹកប្រាក់ឈ្មោះអ្នកទទួលហើយចានេះលេខកុងធនាគារណារបស់យើងគេដកលុយនៅកុងរបស់យើងថ្លៃឈ្នួលការប្រើប្រាស់តាមទូរស័ព្ទដៃគឺអត់អស់ថ្លៃឈ្នួលទេចាអូខេអ្នកទទួលឈ្មោះរបស់ខ្ញុំចាអ្នកផ្ទេរឈ្មោះមិត្តភ័ក្តិរបស់ខ្ញុំហើយនេះកុងធនាគារ KB ឈ្មោះធនាគារ KB របស់ខ្ញុំចាអញ្ចឹងយើងឡើងទៅលើទៀតគឺមានចេញកន្លែងសម្រាប់វាលេខកូដការស្ដាប់ប្រខេម្ដងទៀតដូចគ្នានឹងការផ្ទេរប្រាក់ទៅក្រៅប្រទេសដែរអញ្ចឹងខាងមុខខាងនេះគឺគេដាក់ខ្ទង់ទី30ពីខ្ទង់ខាងមុខដែរខ្ទង់ទី23ពីខ្ទង់ខាងមុខអញ្ចឹងខ្ទង់ទី30ពីខ្ទង់ខាងមុខមានលេខ57ចុចសញ្ញាវិញចាំបន្តទៀតខ្ទង់ទី23ពីខ្ទង់ខាងមុខដែរខ្ទង់ទី23ពីខ្ទង់ខាងមុខមានលេខ58រួចចុចសញ្ញា HN ចាបន្តមកទៀតអូចូលមកក្រោមចុចសញ្ញាបន្តទៀតម្ដងទៀតបន្តទៀតហើយគេលោតកន្លែងហ្នឹងហើយសម្រាប់បញ្ចូលលេខសម្ងាត់សោសុវត្ថិភាពលេខទេនិចម្ដងទៀតហើយតែអញ្ចឹងបើយើងត្រូវការទេយើងដាក់លេខសម្ងាត់សោសុវត្ថិភាពដែលមានអក្សរអង់គ្លេសនិងលេខចាប់ពី3ខ្ទង់ហើយចុចសញ្ញា Hack Enter គឺបានសម្រេចហើយហើយមួយទៀតចំណុចចំណាំពេលដែលទូរស័ព្ទតាមទូរស័ព្ទរបស់ខ្ញុំនឹងអត់មានកន្លែងសម្រាប់យកលេខកូដ6ខ្ទង់មកទេទូរស័ព្ទខ្លះគេឲ្យយើងបំពេញតម្រូវឲ្យយើងចុចទៅលើពាក្យ Inching យកឆឹងហ្នឹងហើយមានភាសាកូរ៉េចេញមកអញ្ចឹង Inching យកឆឹងហ្នឹងគឺសម្រាប់យើងបញ្ជាក់ថាយើងជាម្ចាស់ខ្លួនឬមិនមែនឬក៏យើងផ្ទេរចំនួនទឹកលុយច្រើនគឺគេបញ្ជាក់ថាយើងម្ចាស់ខ្លួនឬមិនមែនអញ្ចឹងគេមានលោតពាក្យ Inching យកឆឹងហ្នឹងមកអញ្ចឹងយើងត្រូវចុចនៅលើពាក្យ Inching យកឆឹងហ្នឹងគេនឹងផ្ញើ message ចូលក្នុងលេខទូរស័ព្ទដែលយើងភ្ជាប់ពេលយើងធ្វើសភៅធនាគារចាអញ្ចឹងគេក្នុង message ហ្នឹងគេមានផ្ញើលេខកូដ6ខ្ទង់ទៅអញ្ចឹងយើងត្រូវយកលេខកូដ6ខ្ទង់មកបំពេញឲ្យគេនៅក្នុងទូរស័ព្ទរបស់ខ្ញុំវាអត់មានចេញកន្លែងនោះមកដល់ពេលអញ្ចឹងខ្ញុំមិនអាចជួយបង្ហាញបានទេថាពេលដែលបងប្រើប្រាស់នឹងអាចឃើញពាក្យ Inching យកឆឹងនឹងចេញមកហើយអញ្ចឹងយើងចុចនៅលើពាក្យ Inching យកឆឹងផ្ញើទទួល message យកឆែកមើលនៅ message យកលេខកូដ6ខ្ទង់បំពេញឲ្យគេហើយផ្សេងគឺធ្វើដូចគ្នាទាំងអស់ចាអញ្ចឹងហ្នឹងហើយនៅការផ្ទេរប្រាក់នៅក្នុងប្រទេសកូរ៉េគឺមានអត់អស់ថ្លៃសេវាទេនិយាយរួមចាអញ្ចឹងអរគុណច្រើនសូមបាយបាយម្ដងទៀតទេណាសង្ឃឹមថាលែងវិលមកវិញហើយចាមានព័ត៌មានផ្សេងចង់សួរហើយតំណែងមកខ្ញុំនៅពេលម៉ោងធ្វើការក្រៅម៉ោងធ្វើការខលមកលេខទូរស័ព្ទដៃប៉ុន្តែបើចូលរវល់អត់ទៅបានលើកដែរសូមកុំប្រកាន់ណាអរគុណច្រើនបាយបាយ